ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូសម្រាប់បងប្អូនទាំងអស់គ្នាដែលមានដីនៅជិតគៀកនឹងប្រភពទឹកដែលសម្បូរដោយប្រភពទឹកថាហើយយើងអាចជីកស្រះជីកអីព័ទ្ធជុំវិញហើយយើងដាំធ្វើម៉េចឲ្យវាចំណេញនេះដូចជាចំការខ្ញុំបាទអញ្ចឹងមានម្រេចទៅមានទុរេនទៅមានសៅម៉ាវទៅមានដូចជាចម្ប៉ាដកដូចជាដូងដូចជាកលែនដូចជាមកបឺយំអើយតាមចល័តសុំបីភ្ញៀវសុំបីក្រូចយំទៅយើងអត់ទុកឲ្យដីនេះស្បេះចោលទេយើងឆ្នៃធ្វើម៉េចយើងគូសប្លង់ធ្វើម៉េចឲ្យវាត្រូវនឹងស្ថានភាពដូចជាដូងអញ្ចឹងខ្ញុំដាំជាជួរអបមាត់ទឹកអបមាត់ស្រះដើម្បីអីកុំឲ្យខូចស្ថានដីហើយកុំឲ្យមាត់ស្រះវាបាក់ស្រុតចុះទៅដល់ពេលយើងដាំដូងគឺវាថែសារនៅមាត់ស្រះនៅមាត់អីហ្នឹងនៅមាត់ដីហ្នឹងឲ្យវាថាវាមានថេរភាពល្អបាទដូចជាទុរេនអីចឹងយើងស្រួលថែទាំទៀតដល់ពេលកន្លែងដីណាមើលទៅយើងគិតថាល្អយើងដាក់ទុរេនដាក់អីចឹងដើម្បីឲ្យវាដីហ្នឹងយើងជឿជាក់ថាមានជីវជាតិហើយយើងស្រួលថែទាំក្នុងការបំពន់វាទៀតវាអត់សូវមានជំងឺសូវមានអីចឹងណាបើដីអត់ល្អក៏វាតាមនឹងដែរវាអត់ចង់ឡើងអត់ចង់អីទេនេះមើលចំការខ្ញុំគឺមានសឹងសពគ្រប់ព្រោះមានតាំងពីសៅម៉ាវតាំងពីអីឡើងភពទឹកមានថិតថេរអញ្ចឹងណាដូចខ្ញុំអញ្ចឹងបើសិនបងប្អូនណាមានដីចំការដែលដូចខ្ញុំអញ្ចឹងដាំតាមរបៀបហ្នឹងហើយបើសិនតែចង់ថាត្រូវឲ្យខ្ញុំជួយមើលថាត្រូវដាំបែបណាអីបែបណាអាចតាក់ទងមក comment ចូលវីដេអូនេះក្រុមវីដេអូនេះ comment ចូលវីដេអូនេះខ្ញុំនឹងអាចជួយណែនាំទៅកាន់បងប្អូនទាំងអស់គ្នាដែលមានចម្ងល់ដែលចង់ដឹងថាពីការដាំដុះឃើញទេខ្ញុំដាំពីដូងពីអីហ្នឹងគឺដាំជួររត់ពាត់ជុំវិញមាត់ស្រះតែម្ដងអត់ឲ្យប្រព័ន្ធទឹកយើងខូចខាតទេយើងរក្សាលំនឹងប្រព័ន្ធទឹកយើងឲ្យច្បាស់បាទ